រដ្ឋបាលសូត្រទី2ខ្ញុំបានស្ដាប់មកយ៉ាងនេះសម័យមួយព្រះមានព្រះភិក្ខទ្រង់ពុតដំណើរទៅក្នុងដែនគោរុជាមួយនឹងពួកភិក្ខុច្រើនទៅដល់ធុលកោតេតនិគមរបស់អ្នកដែនគោរុទាំងឡាយព្រាហ្មណ៍និងកហាបតីទាំងឡាយអ្នកស្រុកធុលកោតេតបានឮដំណឹងថាព្រះសមណគោតមជាសក្យបុត្រទ្រង់ចេញចាក់សក្យត្រកូលទ្រង់ព្រះភ្នោះឥឡូវទ្រង់ពុតដំណើរមកក្នុងដែនគោរុជាមួយនឹងពួកភិក្ខុច្រើនមកដល់ធុលកោតេតនិគមហើយកតស័ព្ទដ៏ល្អនៃព្រះគោតមដ៏ចម្រើននោះឯងឮខ្យល់ខ្ចាយយ៉ាងនេះថាព្រះមានព្រះភិក្ខអង្គនោះទ្រង់ជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គបរិបូរណ៍ដោយវិជ្ជានិងចរណៈជាព្រះសុគតជ្រាបច្បាស់នៅត្រៃលោកព្រះអង្គជាបុគ្គលដ៏ប្រសើរបំផុតព្រះអង្គជាសារថីទូមាននៅបរោះដែលគួរទូមានបានព្រះអង្គជាសាស្តានៃទេវតានិងមនុស្សទាំងឡាយព្រះអង្គភ្ញាក់រលឹកហើយទ្រង់ចែកនៅធម៌ទាំងពួងទ្រង់ធ្វើឲ្យជាក់ច្បាស់នៅលោកព្រមទាំងទេវលោកមេរលោកព្រហ្មលោកនិងពពួកសត្វព្រមទាំងសមណព្រាហ្មណ៍ព្រមទាំងទេវតានិងមនុស្សដ៏សេះដោយប្រាជ្ញាដ៏ក្រៃលែងដោយព្រះអង្គឯងហើយទ្រង់ប្រកាសនៅសេចក្តីនោះទ្រង់សម្ដែងធម៌មានលំអបတ်ដើមបတ်កណ្ដាលនិងបတ်ចុងទ្រង់ប្រកាសនៅព្រហ្មចរិយធម៌ព្រមទាំងអត្តនិងព្យាញ្ជនៈដ៏ពេញបរិបូរណ៍បរិសុទ្ធក៏ការបានឃើញព្រះអរហន្តទាំងឡាយមានសភាពយ៉ាងនេះជាការប្រពៃពេកលំដាប់នោះឯងពួកព្រាហ្មណ៍និងកហាបតីក្នុងធុលកោតេតនិគមបានចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយពួកខ្លះក៏ថ្វាយបង្គំព្រះមានព្រះភិក្ខហើយអង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែរាក់ទាក់ទៅរកព្រះមានព្រះភិក្ខលុះបញ្ចប់ពាក្យដែលគួររាក់ទាក់និងពាក្យដែលគួររលឹកហើយក៏អង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែប្រណម្យអញ្ជលីទៅរកព្រះមានជោគអង្គុយក្នុងទីដ៏សមគួរពួកខ្លះគ្រាន់តែប្រកាសនាមនិងកូដក្នុងសំណាក់ព្រះមានព្រះភិក្ខអង្គុយក្នុងទីដ៏សមគួរពួកខ្លះអង្គុយស្ងៀមក្នុងទីដ៏សមគួរលុះពួកព្រាហ្មណ៍និងកហាបតីអ្នកស្រុកធុលកោតេតអង្គុយក្នុងទីដ៏សមគួរហើយព្រះមានព្រះភិក្ខទ្រង់បញ្យល់ឲ្យយល់ឲ្យកាន់យកឲ្យអាចហ៊ានឲ្យរីករាយដោយធម្មិកថាទទួលជនសម័យនោះឯងមានកុលបុត្រម្នាក់ឈ្មោះរដ្ឋបាលជាកូនរបស់អ្នកមានត្រកូលដ៏ប្រសើរក្នុងធុលកោតេតនិគមនោះឯងបានអង្គុយក្នុងបរិស័ទនោះដែរគ្រានោះរដ្ឋបាលកុលបុត្រមានសេចក្តីត្រេះរិះយ៉ាងនេះថាអាត្មាឯងបានដឹងធម៌ដែលព្រះមានព្រះភិក្ខទ្រង់សម្ដែងហើយយ៉ាងណាយ៉ាងណាតែព្រហ្មចរិយធម៌នេះមិនមែនសម្រាប់បុគ្គលដែលនៅគ្រប់គ្រងផ្ទះងាយនឹងប្រព្រឹត្តឲ្យបរិបូរណ៍សពគ្រប់ឲ្យបរិសុទ្ធសពគ្រប់ឲ្យភោរផង់ដូចជាសង្ឃដែលគេខាត់ហៅយ៉ាងនោះទេបើដូច្នេះគួរតែអាត្មាឯងកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសចំណែកពួកព្រាហ្មណ៍និងកហាបតីអ្នកធុលកោតេតដែលព្រះមានព្រះភិក្ខទ្រង់បញ្យល់ឲ្យយល់ឲ្យកាន់យកឲ្យអាចហ៊ានឲ្យរីករាយដោយធម្មិកថាហើយបានត្រេកអររីករាយចំពោះភាសិទ្ធរបស់ព្រះមានព្រះភិក្ខហើយក្រោកចាកអាសនៈថ្វាយបង្គំព្រះមានព្រះភិក្ខធ្វើប្រតិសិនជិះចេញទៅការដែលពួកព្រាហ្មណ៍និងកហាបតីអ្នកស្រុកធុលកោតេតថយចេញទៅមិនយូរប៉ុន្មានទៅប្រតិបានកុលបុត្រចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយបានថ្វាយបង្គំព្រះមានព្រះភិក្ខហើយអង្គុយក្នុងទីដ៏សមគួរលុះរដ្ឋបាលកុលបុត្រអង្គុយក្នុងទីដ៏សមគួរហើយក៏ក្រាបបង្គំទូលព្រះមានព្រះភិក្ខយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គបានយល់ច្បាស់នៅធម៌ដែលព្រះមានព្រះភិក្ខទ្រង់សម្ដែងហើយយ៉ាងណាតែព្រហ្មចរិយធម៌នេះមិនមែនសម្រាប់បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះងាយនឹងប្រព្រឹត្តឲ្យបរិបូរណ៍សពគ្រប់ឲ្យបរិសុទ្ធសពគ្រប់ឲ្យភោរផង់ដូចជាសង្ឃដែលគេខាត់ហៅយ៉ាងនោះទេបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គប្រាថ្នានឹងកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះអង្គដ៏ចម្រើនសូមឲ្យខ្ញុំព្រះអង្គបាននៅបព្វជិបាននៅឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភិក្ខព្រះមានព្រះភិក្ខត្រាស់សួរថាមនីរដ្ឋបាលមេដាបិតាបានអនុញ្ញាតឲ្យអ្នកចេញចាក់ផ្ទះមកបួសហើយឬបបិទ្ធព្រះអង្គដ៏ចម្រើនមេដាបិតាមិនទាន់អនុញ្ញាតឲ្យខ្ញុំព្រះអង្គចេញចាក់ផ្ទះមកបួសទេមនីរដ្ឋបាលព្រះតថាគតទាំងឡាយមិនបំបួសកូនដែលមេដាបិតាមិនទាន់អនុញ្ញាតទេបបិទ្ធព្រះអង្គដ៏ចម្រើនមេដាបិតានឹងអនុញ្ញាតឲ្យខ្ញុំព្រះអង្គចេញចាក់ផ្ទះមកបួសយ៉ាងណាខ្ញុំព្រះអង្គនឹងធ្វើយ៉ាងនោះខណៈនោះឯងរដ្ឋបាលកុលបុត្រក្រោកចាកអាសនៈហើយថ្វាយបង្គំព្រះមានជោគធ្វើប្រតិសិនហើយចូលទៅរកមេដាបិតាលុះចូលទៅដល់ហើយបាននិយាយនឹងមេដាបិតាយ៉ាងនេះថាបបិទ្ធអ្នកម្ដាយលោកឪពុកខ្ញុំបានយល់ច្បាស់នៅធម៌ដែលព្រះមានព្រះភិក្ខទ្រង់សម្ដែងហើយយ៉ាងណាតែព្រហ្មចរិយធម៌នេះមិនមែនសម្រាប់បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះងាយនឹងប្រព្រឹត្តឲ្យបរិបូរណ៍សពគ្រប់ឲ្យបរិសុទ្ធសពគ្រប់ឲ្យភោរផង់ដូចជាសង្ឃដែលគេខាត់ហៅយ៉ាងនោះបានទេខ្ញុំប្រាថ្នានឹងកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួស
ទុំអ្នកម្ដាយលោកឪពុកអនុញ្ញាតឲ្យខ្ញុំចេញจากផ្ទះទៅបួសចុះការបើរដ្ឋបាលកុលបុត្រនិយាយយ៉ាងនេះហើយមេដាបេដាកូននិយាយនឹងរដ្ឋបាលកុលបុត្រយ៉ាងនេះថាមនីរដ្ឋបាលកូនអ្នកឯងជាបុត្រតែមួយជាទីស្រឡាញ់ពេញចិត្តរបស់យើងធ្លាប់ចម្រើនដោយសេចក្តីសុខជាអ្នកដែលគេបីបាច់រក្សាដោយសុខណែរដ្ឋបាលកូនបើឯងមិនដែលស្គាល់ទុកបន្តិចបន្តួចសោះណែរដ្ឋបាលកូនអ្នកចូលមកបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើចោះកាលបើអ្នកបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើហើយចូលបរិភោគកាមទាំងធ្វើបុណ្យតាមស្ម័គ្រចិត្តចោះយើងមិនអនុញ្ញាតឲ្យអ្នកចេញจากផ្ទះទៅបួសទេទុកជាដល់ស្លាប់យើងក៏មិនចង់ឃ្លាតពីបានដែរចំណងបើបាននៅរស់យ៉ាងនេះតែយើងនឹងអនុញ្ញាតឲ្យចេញจากផ្ទះទៅបួសដោយមិនដេចបានរដ្ឋបាលកុលបុត្របាននិយាយនឹងមេដាបេដាជាគម្រប់2ដងផងពេលជាគម្រប់3ដងផងយ៉ាងនេះថាបបិទ្ធមេដាបេដាខ្ញុំយល់ច្បាស់នៅធម៌ដែលព្រះមានជោគទ្រង់សម្ដែងហើយយ៉ាងណាតែព្រមចរិយធម៌នេះមិនមែនសម្រាប់បុគ្គលអ្នកនៅគ្រប់គ្រងផ្ទះងាយនឹងប្រព្រឹត្តឲ្យបរិបូរសពគ្រប់ឲ្យបរិសុទ្ធសពគ្រប់ឲ្យផោរផង់ដូចជាសាំងដែលគេខាត់ហើយយ៉ាងនោះទេខ្ញុំប្រាថ្នានឹងកោសក់ពុកមាត់ពុកចង្ការហើយស្លៀកដណ្ដប់សម្ពុតកាសាយៈចេញจากផ្ទះចូលទៅបួសហេតុនេះសូមមេដាបេដាអនុញ្ញាតឲ្យខ្ញុំចេញจากផ្ទះទៅបួសចុះមេដាបេដារបស់រដ្ឋបាលកុលបុត្របាននិយាយនឹងរដ្ឋបាលកុលបុត្រជាគម្រប់3ដងយ៉ាងនេះថានៃរដ្ឋបាលកូនបើឯងជាបុត្រតែមួយជាទីស្រឡាញ់ពេញចិត្តរបស់យើងអ្នកធ្លាប់ចម្រើនដោយសេចក្តីសុខគេបីបាច់រក្សាមកជាសុខនៃរដ្ឋបាលកូនអ្នកមិនតន់ស្គាល់សេចក្តីលំបាកតិចតួចសោះនៃរដ្ឋបាលកូនអ្នកចូលមកបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើទៅការបានអ្នកបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើបរិភោគនៅកាមហើយចូលធ្វើបុណ្យតាមស្ម័គ្រចិត្តចុះយើងមិនអនុញ្ញាតឲ្យបាចេញจากផ្ទះទៅបួសទេទោះណាជាដល់ស្លាប់យើងក៏មិនប្រាថ្នាឲ្យឃ្លាតពីបាដែរចំណងបើអ្នករស់នៅយ៉ាងនេះតែយើងនឹងអនុញ្ញាតឲ្យចេញจากផ្ទះទៅបួសដោយមិនដេចបានគ្រានោះឯងរដ្ឋបាលកុលបុត្រគិតថាមេដាបេដាមិនអនុញ្ញាតឲ្យអាត្មាអញចេញจากផ្ទះទៅបួសទេក៏ដួលដេកនៅលើទីដែលមិនបានក្រាដោយអ្វីត្រង់កន្លែងនោះឯងដោយគិតថាអាត្មាអញនឹងស្លាប់ក្នុងទីនេះឬនឹងបានបួសលំដាប់នោះឯងរដ្ឋបាលកុលបុត្រមិនបានបរិភោគបាយអស់1ពេលមិនបរិភោគអស់2ពេលមិនបរិភោគអស់3ពេលមិនបរិភោគអស់4ពេលមិនបរិភោគអស់5ពេលមិនបរិភោគអស់6ពេលមិនបរិភោគអស់7ពេលពេលនោះមេដាបេដារបស់រដ្ឋបាលកុលបុត្រនិយាយនឹងរដ្ឋបាលកុលបុត្រយ៉ាងនេះថានៃរដ្ឋបាលកូនបើឯងជាកូនតែមួយជាទីស្រឡាញ់ពេញចិត្តរបស់យើងអ្នកធ្លាប់ចម្រើនដោយសេចក្តីសុខគេថែរក្សាមកដោយសេចក្តីសុខនៃរដ្ឋបាលកូនអ្នកមិនតន់ស្គាល់សេចក្តីលំបាកបន្តិចបន្តួចសោះនៃរដ្ឋបាលកូនអ្នកចូលក្រោកឡើងចូលបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើទៅការបើអ្នកបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើបរិភោគកាមហើយចូលធ្វើបុណ្យតាមស្ម័គ្រចិត្តចុះយើងមិនអនុញ្ញាតឲ្យអ្នកចេញจากផ្ទះទៅបួសទេទោះណាជាដល់ស្លាប់យើងក៏មិនចង់ឲ្យព្រាត់ប្រាសបាឯងទេចំណងបើអ្នករស់នៅយ៉ាងនេះតែយើងនឹងអនុញ្ញាតឲ្យបាចេញจากផ្ទះទៅបួសដោយមិនដេចបានការដែលមេដាបេដានិយាយខាត់យ៉ាងនេះហើយរដ្ឋបាលកុលបុត្រក៏ស្ងៀមមេដាបេដារបស់រដ្ឋបាលកុលបុត្រនិយាយនឹងរដ្ឋបាលកុលបុត្រអស់វេរៈ2ដងយ៉ាងនេះពេលសំបីអស់វេរៈទី2រដ្ឋបាលកុលបុត្រក៏នៅតែស្ងៀមទៀតមេដាបេដារបស់រដ្ឋបាលកុលបុត្រនិយាយនឹងរដ្ឋបាលកុលបុត្រជាគម្រប់3ដងយ៉ាងនេះថាមនីរដ្ឋបាលកូនអ្នកជាកូនប្រុសតែមួយជាទីស្រឡាញ់ពេញចិត្តរបស់យើងអ្នកធ្លាប់ចម្រើនដោយសេចក្តីសុខមានគេថែរក្សាដោយសេចក្តីសុខនៃរដ្ឋបាលកូនអ្នកមិនទាន់ស្គាល់ទុកបន្តិចបន្តួចសោះនៃរដ្ឋបាលកូនចូលអ្នកក្រោកឡើងចូលបរិភោគបាយផឹកទឹកឲ្យគេបម្រើទៅការបើបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើបរិភោគកាមហើយចូលធ្វើបុណ្យតាមស្ម័គ្រចិត្តចុះយើងមិនអនុញ្ញាតឲ្យបាឯងចេញจากផ្ទះទៅបួសទេទោះបីដល់ស្លាប់យើងក៏មិនប្រាថ្នាឲ្យឃ្លាតពីបាដែរចំណងបើអ្នកនៅរស់ត្រឡង់តែយើងនឹងអនុញ្ញាតឲ្យបាចេញจากផ្ទះទៅបួសដោយមិនដេចបានសំបីអស់វេរៈទី3រដ្ឋបាលកុលបុត្រក៏នៅតែស្ងៀមគ្រានោះឯងពួកសម្លាញ់របស់រដ្ឋបាលកុលបុត្រនាំគ្នាចូលទៅរករដ្ឋបាលកុលបុត្រលុះចូលទៅដល់ហើយក៏និយាយនឹងរដ្ឋបាលកុលបុត្រយ៉ាងនេះថានៃរដ្ឋបាលសម្លាញ់អ្នកឯងជាកូនប្រុសតែមួយជាទីស្រឡាញ់ពេញចិត្តរបស់មេដាបេដាអ្នកឯងចម្រើនដោយសេចក្តីសុខមានគេថែរក្សាដោយសេចក្តីសុខនៃរដ្ឋបាលសម្លាញ់អ្នកមិនទាន់ស្គាល់ទុកបន្តិចបន្តួចសោះនៃរដ្ឋបាលសម្លាញ់អ្នកចូលក្រោកឡើងចូលបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើទៅការបើអ្នកបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើបរិភោគនៅកាមហើយចូលធ្វើបុណ្យតាមស្ម័គ្រចិត្តចុះមេដាបេដាមិនអនុញ្ញាតឲ្យអ្នកចេញจากផ្ទះទៅបួសទេទោះណាជាដល់ស្លាប់ក៏មេដាបេដាមិនប្រាថ្នាឲ្យឃ្លាតពីអ្នកដែរចំណងបើអ្នក
រស់នៅយ៉ាងនេះតាមមេដាបេដានឹងអនុញ្ញាតឲ្យចេញចាក់ផ្ទះទៅបុះដោយមិនដាច់បានការដែលពួកសម្លាញ់និយាយយ៉ាងនេះហើយរដ្ឋបាលកុលបុត្រក៏នៅស្ងៀមទៀតសម្បីអស់វិរៈជាគម្រប់2 ដងពេលពួកសម្លាញ់របស់រដ្ឋបាលកុលបុត្របាននិយាយនឹងរដ្ឋបាលកុលបុត្រជាគម្រប់3 ដងយ៉ាងនេះថានៅរដ្ឋបាលសម្លាញ់អ្នកឯងជាកូនប្រុសតែមួយជាទីស្រឡាញ់ពេញចិត្តរបស់មេដាបេដាអ្នកធ្លាប់ចម្រើនដោយសេចក្តីសុខគេបីបាច់មកដោយសេចក្តីសុខពេលនៅរដ្ឋបាលសម្លាញ់អ្នកចូលក្រោកឡើងចូលបរិភោគបាយផឹកទឹកទាំងឲ្យគេបម្រើទៅកាលបើអ្នកបរិភោគបាយផឹកទឹកឲ្យគេបម្រើបរិភោគកាមហើយចូលធ្វើបុណ្យតាមស្ម័គ្រចិត្តចុះមេដាបេដាមិនអនុញ្ញាតឲ្យអ្នកចេញចាក់ផ្ទះទៅបុះទេទុកជាដល់ស្លាប់ក៏មេដាបេដាមិនចង់ឲ្យព្រាត់ប្រាសចាកអ្នកទេចំណងបើអ្នកនៅរស់យ៉ាងនេះតើមេដាបេដានឹងអនុញ្ញាតឲ្យអ្នកចេញចាក់ផ្ទះទៅបុះដោយមិនដាច់បានសម្បីអស់វិរៈ3 ដងរដ្ឋបាលកុលបុត្រក៏នៅតែស្ងៀមលំដាប់នោះពួកសម្លាញ់របស់រដ្ឋបាលកុលបុត្រចូលទៅរកមេដាបេដារបស់រដ្ឋបាលកុលបុត្រលុះចូលទៅដល់ហើយក៏និយាយនឹងមេដាបេដារបស់រដ្ឋបាលកុលបុត្រយ៉ាងនេះថាបើពិតអ្នកជាម្ដាយឪពុករដ្ឋបាលកុលបុត្រនោះនៅតែដេកលើទីដែលគ្មានក្រាលកំរាលអ្វីត្រង់កន្លែងនោះដដែលដោយតាំងចិត្តថាអាត្មាអញនឹងស្លាប់ក្នុងទីនេះឬនឹងបានបុះបើអ្នកទាំងឡាយមិនយល់ព្រមឲ្យរដ្ឋបាលកុលបុត្រចេញចាក់ផ្ទះទៅបុះទេរដ្ឋបាលកុលបុត្រមុខជានឹងស្លាប់ក្នុងទីនោះមិនខានឡើយពួកយើងខ្ញុំយល់ថាបើអ្នកទាំងឡាយយល់ព្រមឲ្យរដ្ឋបាលកុលបុត្រចេញចាក់ផ្ទះទៅបុះគង់តែនឹងបានឃើញរដ្ឋបាលកុលបុត្រដែលនៅជាអ្នកបុះតទៅបើរដ្ឋបាលកុលបុត្រមិនត្រេកអរក្នុងភេទជាអ្នកបុះហើយរដ្ឋបាលកុលបុត្រនោះនឹងមានកតិឃ្លៀងទៅទៀតដោយមិនដាច់បានមុខជានឹងត្រឡប់មកក្នុងទីនេះវិញមិនខានសូមអ្នកទាំងឡាយអនុញ្ញាតឲ្យរដ្ឋបាលកុលបុត្រចេញចាក់ផ្ទះទៅបុះចុះមេដាបេដារបស់រដ្ឋបាលកុលបុត្រនិយាយថាណែអ្នកទាំងឡាយយើងយល់ព្រមឲ្យរដ្ឋបាលកុលបុត្រចេញចាក់ផ្ទះទៅបុះហើយតែថារដ្ឋបាលបុះរួចហើយត្រូវឲ្យមេដាបេដាបានឃើញផងលំដាប់នោះឯងពួកសម្លាញ់របស់រដ្ឋបាលកុលបុត្រចូលទៅរករដ្ឋបាលកុលបុត្រលុះចូលទៅដល់ហើយនិយាយនឹងរដ្ឋបាលកុលបុត្រយ៉ាងនេះថាមេដាបេដារបស់អ្នកយល់ព្រមឲ្យអ្នកចេញចាក់ផ្ទះទៅបុះហើយតែថាបើអ្នកបុះរួចហើយត្រូវឲ្យមេដាបេដាបានឃើញផងគ្រានោះរដ្ឋបាលកុលបុត្រក្រោកឡើងហើយសម្រាកកម្លាំងរួចហើយចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយថ្វាយបង្គំព្រះមានជោគដោយគោរពហើយអង្គុយក្នុងទីដ៏សមគួរលុះរដ្ឋបាលកុលបុត្រអង្គុយក្នុងទីដ៏សមគួរហើយក្រាបបង្គំទូលព្រះមានព្រះភិក្ខយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនខ្ញុំព្រះអង្គជាបុគ្គលដែលមេដាបេដាយល់ព្រមឲ្យចេញចាក់ផ្ទះមកបុកហើយសូមព្រះមានព្រះភិក្ខទ្រង់បំពុះខ្ញុំព្រះអង្គរដ្ឋបាលកុលបុត្រក៏បាននៅបព្វជិបាននៅឧបសម្បទាក្នុងសំណាក់នៃព្រះមានព្រះភិក្ខលំដាប់នោះឯងកាលបើរដ្ឋបាលមានអាយុបានឧបសម្បទាមិនយូរប៉ុន្មានបានឧបសម្បទាត្រឹមកន្លះខែព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងថលកោធិតនិគមសំគួរតាមពុទ្ធអធ្យាស្រ័យហើយទ្រង់ស្ដេចចេញទៅក្រុងសាវត្ថីការទ្រង់ព្រះពុទ្ធដំណើរទៅកាន់ចារិកតាមលំដាប់ក៏បានដល់ទៅក្រុងសាវត្ថីមានសេចក្តីដំណើរថាក្នុងកាលនោះព្រះមានព្រះភិក្ខទ្រង់គង់នៅក្នុងវត្តចេតពុនរបស់អនាថបណ្ឌិតសេដ្ឋីជិតក្រុងសាវត្ថីគ្រានោះឯងព្រះរដ្ឋបាលមានអាយុបានជិះចេញទៅតែម្នាក់ឯងជាអ្នកមិនធ្វេសប្រហែសខំព្យាយាមដុតបង់នៅកិលេសបញ្ជូនចិត្តឲ្យបែរទៅកាន់ព្រះនិព្វានពួកកុលបុត្រដែលចេញចាក់ផ្ទះហើយទៅបុះដោយប្រពៃដើម្បីប្រយោជន៍ដល់អនុត្តរធម៌ណាព្រះរដ្ឋបាលក៏បានធ្វើឲ្យជាក់ច្បាស់នៅអនុត្តរធម៌នោះដែលជាទីបំផុតនៃមគ្គប្រមចាដោយបញ្ញារបស់ខ្លួនដោយខ្លួនឯងក្នុងបច្ចុប្បន្ននេះបានសម្រេចសម្រាននៅដោយអរិយាបថទាំង4ដោយមិនយូរប៉ុន្មានទេលោកក៏បានដឹងច្បាស់ថាជាតិអស់ហើយព្រហ្មចារ្យបាននៅចាប់ហើយកិច្ចដែលត្រូវធ្វើក៏បានធ្វើហើយគ្មានកិច្ចដទៃអំពីនេះតទៅទៀតទេព្រះរដ្ឋបាលមានអាយុជាព្រះរហន្តមួយនឹងគេដែរលំដាប់នោះព្រះរដ្ឋបាលមានអាយុចូលទៅគាល់ព្រះមានព្រះភិក្ខលុះចូលទៅដល់ហើយថ្វាយបង្គំព្រះមានព្រះភិក្ខដោយគោរពហើយអង្គុយក្នុងទីដ៏សមគួរព្រះរដ្ឋបាលមានអាយុអង្គុយក្នុងទីដ៏សមគួរហើយបានក្រាបបង្គំទូលព្រះមានព្រះភិក្ខយ៉ាងនេះថាបបិទ្ធព្រះអង្គដ៏ចម្រើនប្រសិនបើព្រះមានបុណ្យទ្រង់អនុញ្ញាតឲ្យខ្ញុំព្រះអង្គប្រាថ្នានឹងឲ្យមេដាបេដាបានឃើញផងគ្រានោះព្រះមានជោគទ្រង់ស្ទង់មើលចិត្តរបស់រដ្ឋបាលមានអាយុដោយប្រតិយរបស់ព្រះអង្គហើយទ្រង់ធ្វើទុកក្នុងប្រតិយតាមន័យដែលទ្រង់បានជ្រាបថារដ្ឋបាលកុលបុត្រជាបុគ្គលមិនគួរនឹងលះបង់សិក្ខាហើយត្រឡប់ទៅកាន់ហិនភេទវិញទេទើបព្រះមានជោគបានត្រាស់ទៅនឹងរដ្ឋបាលមានអាយុយ៉ាងនេះថាមនីរដ្ឋបាលអ្នកសម្គាល់នៅការដ៏សមគួរក្នុងការឥឡូវនេះចោះលំដាប់នោះព្រះរដ្ឋបាលមានអាយុក្រោកចាកអាសនៈហើយថ្វាយបង្គំព្រះមានជោគធ្វើប្រតិសិនហើយ
ក៏ទុកដាក់សនាសនៈស្រេចហើយកាន់យកបាតនិងចៃវរចេញតម្រង់ទៅធុលកោទិតនិគមត្រាច់ទៅកាន់ចរិតតាមលំដាប់ហើយក៏បានដល់ទៅធុលកោទិតនិគមនោះមានសេចក្តីដំណើរថាព្រះរដ្ឋបាលដ៏មានអាយុនៅសំណាក់ក្នុងឧទ្យានឈ្មោះមិគិជ័យរៈរបស់ព្រះបាទកោរព្យចិត្តធុលកោទិតនិគមនោះក្នុងលំនៅនោះព្រះរដ្ឋបាលមានអាយុស្លៀកស្បង់ប្រដាប់បាតនិងចីវរក្នុងពពន្ធហសម័យហើយចូលទៅបណ្ឌបាតក្នុងធុលកោទិតនិគមការលោកត្រាច់ទៅបណ្ឌបាតតាមលំដាប់ច្រកក្នុងធុលកោទិតនិគមរៀងទៅដល់ទីនៅអាស្រ័យរបស់បិតានៃខ្លួនទទួលជួនសម័យនោះឯងបិតារបស់រដ្ឋបាលមានអាយុកំពុងតែឲ្យជាងកោកាត់ក្នុងរោងក្បែរទ្វារកណ្ដាលបិតារបស់ព្រះរដ្ឋបាលមានអាយុបានឃើញព្រះរដ្ឋបាលមានអាយុកំពុងនិមន្តមកអំពីចម្ងាយលុះឃើញហើយក៏និយាយពាក្យយ៉ាងនេះថាពួកស្រំកំណៅទាំងនេះហើយដែលបំពុះកូនប្រុសតែមួយជាទីស្រឡាញ់ពេញចិត្តរបស់យើងគ្រានោះឯងព្រះរដ្ឋបាលមានអាយុមិនបាននៅទៀនទាំងមិនបាននៅពាក្យប្រាប់មកវិញក្នុងលំនៅរបស់បិតានៃខ្លួនសោះបានត្រឹមតែពាក្យជេរប៉ុណ្ណោះឯងទទួលជួនសម័យនោះឯងនាងទីសីរបស់ញាតិនៃរដ្ឋបាលមានអាយុកំពុងមានបំណងនឹងចាក់ចោលនំកុមារប្អូនគ្រានោះព្រះរដ្ឋបាលមានអាយុនិយាយនឹងខ្ញុំស្រីរបស់ញាតិនោះយ៉ាងនេះថាណែនាងបើនំនោះជារបស់ត្រូវចោលចូលនាងចាក់មកក្នុងបាតអាត្មានេះចុះលំដាប់នោះខ្ញុំស្រីរបស់ញាតិរបស់ព្រះរដ្ឋបាលមានអាយុក៏ចាក់នំកុមារប្អូននោះទៅក្នុងបាតរបស់ព្រះរដ្ឋបាលមានអាយុហើយបានស្គាល់ជាក់នៅដៃជើងនិងសម្លេងរបស់ព្រះរដ្ឋបាលនោះច្បាស់ពេលនោះខ្ញុំស្រីរបស់ញាតិនៃព្រះរដ្ឋបាលមានអាយុចូលទៅរកមេដារបស់ព្រះរដ្ឋបាលមានអាយុលុះចូលទៅដល់ហើយបាននិយាយជម្រាបមេដារបស់ព្រះរដ្ឋបាលមានអាយុថាបបិទ្ធអ្នកម្ចាស់សូមអ្នកជ្រាបព្រោះព្រះរដ្ឋបាលជាអាយបុត្រនិមន្តមកដល់ហើយមេដារបស់ព្រះរដ្ឋបាលឆ្លើយថាណែនាងបើឯងនិយាយពាក្យពិតមែនអញនឹងឲ្យឯងរួចជាអ្នកជាទើបមេដារបស់ព្រះរដ្ឋបាលមានអាយុចូលទៅរកបិតារបស់ព្រះរដ្ឋបាលមានអាយុលុះចូលទៅដល់ហើយបាននិយាយនឹងបិតារបស់ព្រះរដ្ឋបាលមានអាយុយ៉ាងនេះថាបបិទ្ធកហាបតីសូមអ្នកជ្រាបឮថារដ្ឋបាលកុលបុត្រនិមន្តមកដល់ហើយសម័យនោះឯងព្រះរដ្ឋបាលមានអាយុកំពុងឆាន់នំកុមារប្អូននោះប្រອບចិញ្ចាំងសាលាមួយលំដាប់នោះបិតារបស់ព្រះរដ្ឋបាលមានអាយុចូលទៅរកព្រះរដ្ឋបាលមានអាយុលុះចូលទៅដល់ហើយក៏និយាយនឹងរដ្ឋបាលមានអាយុយ៉ាងនេះថាណែរដ្ឋបាលកូនមានដែរឬលោកមកឆាន់នំកុមារប្អូនវិញរដ្ឋបាលកូនគួរតែទៅឯផ្ទះរបស់ខ្លួនវិញព្រះរដ្ឋបាលឆ្លើយថាណែកហាបតីពួកយើងអ្នកប៊ូអ្នកដែលចេញចាកផ្ទះទៅប៊ូហើយនឹងមានផ្ទះមកពីណាណែកហាបតីព្រោះពួកយើងគ្មានផ្ទះទេណែកហាបតីអាត្មាបានទៅដល់ផ្ទះរបស់អ្នកហើយតែមិនបាននៅទៀនផងមិនបាននៅការនិយាយប្រាប់វិញផងក្នុងផ្ទះរបស់អ្នកនោះសោះបានត្រឹមតែពាក្យជេរប៉ុណ្ណោះឯងរដ្ឋបាលកូនលោកចូលមកយើងនឹងទៅផ្ទះណែហើយកហាបតីថ្ងៃនេះអាត្មាឆាន់រួចហើយរដ្ឋបាលកូនបើដូច្នេះសូមលោកនិមន្តទទួលចង្ហាន់ក្នុងថ្ងៃស្អែកព្រះរដ្ឋបាលមានអាយុក៏ទទួលនិមន្តដោយតណ្ហិភាពគ្រានោះបិតារបស់ព្រះរដ្ឋបាលមានអាយុដឹងច្បាស់ថាព្រះរដ្ឋបាលមានអាយុទទួលនិមន្តហើយក៏ចូលទៅកាន់លំនៅរបស់ខ្លួនដែលធ្លាប់នៅលុះចូលទៅដល់ហើយប្រើមនុស្សឲ្យញល់ដីដោយអាចគោស្រស់រួចឲ្យកកំណោប្រាក់និងមាសធំធំធ្វើឲ្យជា2កំណោគឺប្រាក់1កំណោមាស1កំណោជាកំណោធំធំបរោះដែលឈរខាងអាយមើលទៅបរោះឈរខាងនាយមិនឃើញបរោះដែលឈរខាងនាយមើលមកបរោះឈរខាងអាយក៏មិនឃើញដូចគ្នាហើយឲ្យបិទបាំងកំណោទាំងពីរនោះដោយកន្ទេលឲ្យក្រាលអាសនៈទុកត្រង់កណ្ដាលរួចឲ្យពាន់ព័ទ្ធដោយរបស់ដែលត្រូវធ្វើពីខាងក្រៅហើយហៅពួកស្រីជាគូពីមុនរបស់ព្រះរដ្ឋបាលមានអាយុមកបង្គាប់ថាណែកូនស្រីឯងរាល់គ្នាចូលមកនេះគ្រឿងប្រដាប់ណាដែលឯងរាល់គ្នាស្អិតស្អាងហើយជាទីស្រឡាញ់ពេញចិត្តរបស់រដ្ឋបាលកូនក្នុងការពីដើមត្រូវឯងរាល់គ្នាស្អិតស្អាងគ្រឿងប្រដាប់នោះចុះលំដាប់តទៅលុះកន្លងរាត្រីនោះទៅបិតារបស់ព្រះរដ្ឋបាលមានអាយុឲ្យគេតាក់តែងនៅខាទនិយភោជនីយអាហារដល់ផ្ចិតផ្ចង់ក្នុងទីលំនៅរបស់ខ្លួនហើយប្រាប់នៅការដល់ព្រះរដ្ឋបាលមានអាយុថារដ្ឋបាលកូនការគួរហើយផាត់សម្រេចហើយចំណែកខាងព្រះរដ្ឋបាលមានអាយុស្លៀកស្បង់ប្រដាប់ដោយបាតនិងចីវរក្នុងពពន្ធហសម័យហើយនិមន្តចូលទៅត្រង់លំនៅរបស់បិតានៃខ្លួនលុះចូលទៅដល់ហើយក៏អង្គុយលើអាសនៈដែលគេក្រាលបំរុងទុកទៅបិតារបស់ព្រះរដ្ឋបាលមានអាយុឲ្យគេបើកកំណោប្រាក់និងមាសនោះហើយនិយាយនឹងព្រះរដ្ឋបាលមានអាយុយ៉ាងនេះថាណែរដ្ឋបាលកូនទ្រព្យនេះជារបស់ខាងមេដាលោក
ទ្របជារបស់ខាងបិតាដោយឡែកនៅមានរបស់ខាងជីតាដោយឡែកទៀតរដ្ឋបាលកូនលោកអាចប្រើប្រាស់ភោគៈទាំងឡាយផងធ្វើបុណ្យផងនៃរដ្ឋបាលកូនចូលលោកមកចូលលាសិក្ខាវិលត្រឡប់មករកភេទទៀតហើយប្រើប្រាស់ភោគៈទាំងឡាយផងធ្វើបុណ្យទាំងឡាយផងចុះបពុតកហបតីបើញោមធ្វើតាមពាក្យរបស់អាត្មាញោមត្រូវប្រើមនុស្សឲ្យជញ្ជូនគំនរប្រាក់មាសនេះផ្ទុកក្នុងរទេះហើយយកទៅចាក់ចោលក្នុងកណ្ដាលខ្សែទឹកទន្លេកុងគាហេតុអ្វីបានជាអាត្មាថាដូច្នេះកហបតីព្រោះថាសេចក្តីសោកសេចក្តីខ្សឹកខ្សួលទុក្ខទោមនស្សនិងសេចក្តីចង្អៀតចង្អល់មុខជានឹងកើតឡើងដល់ញោមព្រោះតែទ្រព្យទាំងនោះជាហេតុពេលនោះពួកស្រីជាគូពីមុនរបស់ព្រះរដ្ឋបាលមានអាយុនាំគ្នាអោបជើងមកខាងម្នាក់ហើយនិយាយនឹងព្រះរដ្ឋបាលមានអាយុយ៉ាងនេះថាបបិទ្ធព្រះអាយបុត្រលោកប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះហេតុចង់បានពួកស្រីអប្សរណាពួកស្រីអប្សរទាំងនោះតើល្អដូចម្ដេចទៅមនានាងអាត្មាមិនមែនប្រព្រឹត្តព្រហ្មចរិយធម៌ព្រោះហេតុចង់បានពួកស្រីអប្សរទេពួកស្រីជាគូពីមុនគិតថារដ្ឋបាលជាអាយបុត្រហៅរកយើងដោយពាក្យថានាងដូច្នេះក៏ជ្រប់ដួលត្រង់ទីនោះឯងទៅព្រះរដ្ឋបាលមានអាយុនិយាយនឹងបិតាថាបពុតកហបតីបើញោមត្រូវឲ្យភោជនក៏ឲ្យមកកុំបៀតបៀនអាត្មាឡើយរដ្ឋបាលកូនសូមលោកនិមន្តឆាន់ចុះផាត់សម្រាប់ហើយគ្រានោះបិតារបស់ព្រះរដ្ឋបាលមានអាយុបានចាត់ចែងខាតនិយៈភោជនីយអាហារដល់ផ្ចិតផ្ចង់ឲ្យព្រះរដ្ឋបាលមានអាយុឆាន់ដោយដៃខ្លួនឯងត្រាតែឆ្អែនលំដាប់នោះព្រះរដ្ឋបាលមានអាយុឆាន់រួចលាងដៃហើយចូលសម្ដែងគាថាទាំងឡាយនេះថាញោមចូលមើលនៅអត្តភាពដែលសង្ខារធ្វើវិចិត្រហើយជាទីប្រជុំនៃដំបៅ9អន្លើផ្គុំឡើងដោយឆ្អឹង300កំណាត់ក្តៅរੂរៀលដែលជន់ច្រានគ្នាតែងត្រូវការជាកាយមិនទៀងទាត់ថិតថេរឡើយញោមចូលមើលរូបដែលសង្ខារវិចិត្រហើយប្រកបដោយគុណ្ឌលមនីដែលរូបរឹតហើយដោយឆ្អឹងនិងស្បែកល្អដោយសារតែសម្ពុតជើងទាំងឡាយវិចិត្រហើយដោយទឹកលក្ខមុខមាត់លាបហើយដោយគ្រឿងលម្អិតអាចឲ្យមនុស្សពីលវង្វេងបានតែមិនអាចបំភាន់ដល់អ្នកស្វែងរកត្រើយគឺព្រះនិព្វានបានឡើយសក់ទាំងឡាយដែលវិចិត្រហើយឲ្យមានសន្តានដូចជាក្រឡាចត្រង្គភ្នែកទាំងឡាយលាបហើយដោយថ្នាំសម្រាប់បន្តក់ល្មមឲ្យបុគ្គលពីលភ័ណ្ឌភាំងបានតែមិនអាចបំភាន់អ្នកស្វែងរកត្រើយបានឡើយកាយស្អុយដែលបានប្រដាប់ហើយដូចជាបំពង់ថ្នាំដាក់ភ្នែកយ៉ាងថ្មីដ៏វិចិត្រអាចបំភាន់បុគ្គលពីលបានតែមិនអាចបំភាន់អ្នកស្វែងរកត្រើយបានឡើយព្រានមរឹកដាក់នៅបង្កាត់ជាអន្ទាក់តែមរឹកមិនជាប់បង្កាន់ការបើព្រានអ្នកចងមរឹកកំពុងកន្ទុកកន្ទិញអាត្មាបរិភោគបន្លែរួចហើយត្រឡប់ទៅវិញលំដាប់នោះព្រះរដ្ឋបាលមានអាយុចូលសម្ដែងគាថាទាំងនេះហើយក៏និមន្តត្រង់ទៅឧទ្យានឈ្មោះមិគិជ័យរៈរបស់ព្រះបាទកោរពជ្ជៈលុះចូលទៅដល់ហើយក៏អង្គុយសម្រាកក្នុងវេលាថ្ងៃក្បែរគូឈើមួយដើមគ្រានោះព្រះរាជាកោរពជ្ជៈត្រាស់ហៅឧទ្យានបាលឈ្មោះមិគវៈថាមនីមិគវៈឯងចូលរៀបចំឧទ្យានភូមិឈ្មោះមិគិជ័យរៈយើងនឹងទៅមើលទីដ៏សប្បាយឧទ្យានបាលឈ្មោះមិគវៈទទួលព្រះរាជអង្គការព្រះបាទកោរពជ្ជៈថាបបិទ្ធព្រះសម្មាទិទេពព្រះករុណាវិសេសរួចហើយក៏រៀបចំឧទ្យានមិគិជ័យរៈបានឃើញព្រះរដ្ឋបាលមានអាយុកំពុងគង់សម្រាកក្នុងវេលាថ្ងៃក្បែរគូឈើមួយដើមលុះឃើញហើយក៏ចូលទៅគាល់ព្រះបាទកោរពជ្ជៈលុះចូលទៅដល់ហើយក្រាបទូលព្រះបាទកោរពជ្ជៈយ៉ាងនេះថាបបិទ្ធព្រះសម្មាទិទេពឧទ្យានឈ្មោះមិគិជ័យរៈរបស់ព្រះអង្គស្អាតបាតហើយប៉ុន្តែក្នុងទីនោះមានកុលបុត្រឈ្មោះរដ្ឋបាលជាកូនរបស់ត្រកូលដ៏ប្រសើរក្នុងធុលកោធិតនិគមនេះឯងដែលព្រះអង្គតែងទ្រង់សរសើរដល់រឿយៗនោះឥឡូវលោកគង់សម្រាកក្នុងវេលាថ្ងៃក្បែរគូឈើមួយដើមព្រះបាទកោរពជ្ជៈត្រាស់ថាមនីមិគវៈសម្លាញ់ណាស់ហើយចុះដំណើរទៅលេងទីឧទ្យានថ្ងៃនេះឥឡូវនេះចូលឈប់សិនចុះឥឡូវនេះយើងនឹងទៅអង្គុយចិត្តព្រះរដ្ឋបាលដ៏ចម្រើននោះវិញទៅព្រះបាទកោរពជ្ជៈត្រាស់ថាចូលអ្នកទាំងឡាយចំណាយខាតនិយៈភោជនីយអាហារដែលបានតាក់តែងហើយទាំងអស់នោះចុះហើយព្រះអង្គឲ្យទឹមយានដ៏ល្អល្អឡើងកាន់យានល្អបរចេញអំពីធុលកោធិតនិគមដោយយានល្អល្អដោយអានុភាពនៃស្ដេចជាធំដើម្បីទ្រង់តោតព្រះរដ្ឋបាលមានអាយុទីដែលយានទៅបានត្រឹមណាក៏ទ្រង់យាងទៅដល់យានត្រឹមនោះហើយទ្រង់ចុះអំពីយានយាងដោយព្រះបាទទទេដោយបរិស័ទអង្គកចូលសម្ដៅទៅរកព្រះរដ្ឋបាលមានអាយុលុះចូលទៅដល់ហើយក៏ទ្រង់រាក់ទាក់ជាមួយនឹងព្រះរដ្ឋបាលមានអាយុលុះបញ្ចប់ពាក្យដែលគួររាក់ទាក់និងពាក្យដែលគួររលឹកហើយទ្រង់ឈរក្នុងទីដ៏សមគួរលុះព្រះបាទកោរពជ្ជៈទ្រង់ព្រះសន្ធិដ្ឋក្នុងទីដ៏សមគួរហើយទ្រង់មានព្រះអង្គការនិងព្រះរដ្ឋបាលមានអាយុយ៉ាងនេះថាព្រះរដ្ឋបាលដ៏ចម្រើននិមន្តគង់លើកម្រាលផ្កានេះចុះ
ព្រះរដ្ឋបាលថ្វាយប្រពោថាណ៎ហើយមហារាជសូមព្រះអង្គទ្រង់គង់ចុះអាត្មាភាពអង្គុយលើអាសនៈជារបស់ខ្លួនហើយព្រះបាទកោរពជាក៏ទ្រង់គង់លើអាសនៈដែលគេក្រាបថ្វាយហើយលុះព្រះបាទកោរពជាទ្រង់គង់សុបហើយក៏មានព្រះរាជអង្គការនេះនិងព្រះរដ្ឋបាលមានអាយុថាបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីសាបសូន្យ4យ៉ាងនេះដែលពួកមនុស្សខ្លះក្នុងលោកនេះជួបប្រទះហើយតែងកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះចូលទៅកាន់ភ្នោះសេចក្តីសាបសូន្យ4យ៉ាងតើដោយម្ដេចគឺសេចក្តីសាបសូន្យព្រោះជារាមួយសេចក្តីសាបសូន្យព្រោះជាធិមួយសេចក្តីសាបសូន្យភោគៈមួយសេចក្តីសាបសូន្យញាតមួយបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីសាបសូន្យព្រោះជារាតើដោយម្ដេចបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនមនុស្សពួកខ្លះក្នុងលោកនេះជាមនុស្សជារាចម្រើនហើយដោយវ័យមានអាយុច្រើនដល់នៅសេចក្តីថមថយដោយលំដាប់មនុស្សនោះពិចារណាឃើញច្បាស់ថាឥឡូវនេះអាត្មាអញក្រំគ្រាចម្រើនដោយវ័យចាស់មានអាយុច្រើនដល់នៅសេចក្តីថមថយដោយលំដាប់អាត្មាអញមិនងាយនឹងធ្វើឲ្យបានភោគៈដែលមិនទាន់បានផងមិនអាចនឹងធ្វើភោគៈដែលរកបានហើយឲ្យចម្រើនឡើងផងបើដូច្នេះគួរតែអាត្មាអញកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសមនុស្សនោះជួបប្រទះសេចក្តីសាបសូន្យព្រោះជារៀននោះហើយទើបបានកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើននេះហៅថាសេចក្តីសាបសូន្យព្រោះជារាដូចយ៉ាងព្រះរដ្ឋបាលដ៏ចម្រើនឥឡូវនេះនៅក្មេងកំឡោះមានសក់ខ្មៅរលើបកំពុងប្រកបដោយវ័យដ៏ចម្រើនដែលជាបឋមវ័យព្រះរដ្ឋបាលដ៏ចម្រើនមិនឈ្មោះថាមានសេចក្តីសាបសូន្យព្រោះជារានោះទេព្រះរដ្ឋបាលដ៏ចម្រើនដឹងហើយឃើញហើយឬលឺអ្វីហើយបានជាចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីសាបសូន្យព្រោះជាធិតើដោយម្ដេចបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនមនុស្សខ្លះក្នុងលោកនេះជាអ្នកមានអាពាធដល់នៅសេចក្តីទុក្ខឈឺធ្ងន់មនុស្សនោះពិចារណាឃើញច្បាស់ថាឥឡូវនេះអាត្មាអញមានអាពាធដល់នៅសេចក្តីទុក្ខឈឺធ្ងន់ថែមទាំងអាត្មាអញមិនងាយនឹងធ្វើភោគៈដែលមិនទាន់បានឲ្យបានផងមិនអាចនឹងធ្វើភោគៈដែលបានហើយឲ្យបានចម្រើនឡើងផងបើដូច្នេះគួរតែអាត្មាអញកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសមនុស្សនោះជួបប្រទះសេចក្តីសាបសូន្យព្រោះជាធិនោះហើយក៏កោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើននេះហៅថាសេចក្តីសាបសូន្យព្រោះជាធិចំណែកខាងព្រះរដ្ឋបាលដ៏ចម្រើនឥឡូវនេះគ្មានអាពាធអត់ទុកប្រកបដោយកហនៃធាតុគឺកាមជ្ជៈតេជោធាតុកំពុងឲ្យផលស្មើគឺមិនត្រជាក់ពេកមិនក្តៅពេកព្រះរដ្ឋបាលដ៏ចម្រើនមិនមានសេចក្តីសាបសូន្យព្រោះជាធិនោះទេព្រះរដ្ឋបាលដ៏ចម្រើនបានដឹងបានឃើញឬបានលឺអ្វីហើយបានជាចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីសាបសូន្យភោគៈតើដោយម្ដេចបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនមនុស្សខ្លះក្នុងលោកនេះជាមនុស្សស្រុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនតែភោគៈទាំងនោះរបស់អ្នកនោះក៏ដល់នៅការអស់រលីងទៅដោយលំដាប់អ្នកនោះពិចារណាឃើញថាអាត្មាអញធ្លាប់ជាអ្នកស្រុកស្ដំមានទ្រព្យច្រើនមានភោគៈច្រើនមកអំពីមុនហើយតែភោគៈទាំងនោះរបស់អាត្មាអញនោះបានដល់នៅការអស់រលីងទៅដោយលំដាប់ហើយថែមទាំងអាត្មាអញមិនអាចនឹងធ្វើភោគៈដែលមិនទាន់បានឲ្យបានដោយងាយឡើងផងមិនអាចនឹងធ្វើភោគៈដែលបានហើយឲ្យចម្រើនឡើងបានផងបើដូច្នេះគួរតែអាត្មាអញកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសអ្នកនោះជួបប្រទះសេចក្តីសាបសូន្យភោគៈនោះហើយក៏កោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើននេះហៅថាសេចក្តីសាបសូន្យភោគៈចំណែកព្រះរដ្ឋបាលដ៏ចម្រើនជាកូនអ្នកមានត្រកូលដ៏ប្រសើរក្នុងធលកោធិតនិគមនេះឯងព្រះរដ្ឋបាលដ៏ចម្រើនមិនឈ្មោះថាមានសេចក្តីសាបសូន្យភោគៈទេព្រះរដ្ឋបាលដ៏ចម្រើនដឹងហើយឃើញហើយឬលឺអ្វីហើយបានជាចេញចាក់ផ្ទះទៅបួសបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីសាបសូន្យញាតតើដោយមិនហិញបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនមនុស្សខ្លះក្នុងលោកនេះមានពួកមិត្តអាមាត្យញាតសាលោហិតច្រើនជនជាញាតទាំងអស់នោះរបស់អ្នកនោះក៏ដល់នៅសេចក្តីប្រត់ប្រាចាកទៅដោយលំដាប់អ្នកនោះពិចារណាឃើញច្បាស់ថាពីដើមអាត្មាអញមានពួកមិត្តអាមាត្យញាតសាលោហិតច្រើនតែពួកជនជាញាតទាំងនោះរបស់អាត្មាអញនោះក៏ដល់នៅសេចក្តីប្រត់ប្រាស់ទៅដោយលំដាប់ថែមទាំងអាត្មាអញមិនងាយនឹងធ្វើភោគៈដែលមិនទាន់បានឲ្យបានផងមិនអាចនឹងធ្វើភោគៈដែលបានហើយឲ្យចម្រើនឡើងបានផងបើដូច្នេះគួរតែអាត្មាអញកោសក់ពុកមាត់ពុកចង្ការ
ស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅប៊ូអ្នកនោះជួបប្រទះសេចក្តីសាបសូន្យញាតនោះក៏កោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅប៊ូបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើននេះហៅថាសេចក្តីសាបសូន្យញាណចំណែកព្រះរដ្ឋបាលដ៏ចម្រើនមានពួកមិត្តអាមាត្យញាតិសាលោហិតច្រើនក្នុងធុលកោធិតនិគមនេះឯងព្រះរដ្ឋបាលដ៏ចម្រើនមិនឈ្មោះថាមានសេចក្តីសាបសូន្យញាណទេព្រះរដ្ឋបាលដ៏ចម្រើនដឹងហើយឃើញហើយឬឮអ្វីហើយបានជាចេញចាក់ផ្ទះទៅប៊ូបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីសាបសូន្យទាំង4យ៉ាងនេះហើយជាហេតុឲ្យមនុស្សក្នុងโลกនេះដែលជួបប្រទះហើយតែងកោសក់ពុកមាត់ពុកចង្ការស្លៀកដណ្ដប់សម្ពុតការសាយៈចេញចាក់ផ្ទះទៅប៊ូព្រះរដ្ឋបាលដ៏ចម្រើនមិនមានសេចក្តីសាបសូន្យទាំងនោះទេព្រះរដ្ឋបាលដ៏ចម្រើនដឹងហើយឃើញហើយឬឮអ្វីហើយបានជាចេញចាក់ផ្ទះទៅប៊ូព្រះរដ្ឋបាលថ្វាយព្រះពរថាបពិតមហារាជមានធម្មទេស4ប្រការដែលព្រះមានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយដែលអាត្មាភាពបានដឹងផងឃើញផងឮហើយផងទើបចេញចាក់ផ្ទះទៅប៊ូធម្មទេស4យ៉ាងតើដូចម្ដេចបពិតមហារាជធម្មទេសទី1ព្រះមានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយថាសត្វលោកមិនទៀងតែងត្រូវជារានាំចូលទៅរកមរណៈដូច្នេះដែលអាត្មាភាពបានដឹងផងឃើញផងឮផងហើយចេញចាក់ផ្ទះទៅប៊ូបពិតមហារាជធម្មទេសទី2ព្រះមានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយថាសត្វលោកមិនមានគ្រឿងការពារមិនមានទីពឹងឡើយដូច្នេះដែលអាត្មាភាពបានដឹងផងឃើញផងឮផងហើយចេញចាក់ផ្ទះទៅប៊ូបពិតមហារាជធម្មទេសទី3ព្រះមានបុណ្យព្រះអង្គនោះជាអរហន្តសម្មាសម្ពុទ្ធទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយថាសត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួនត្រូវតែលះបង់របស់ទាំងពួងដូច្នេះដែលអាត្មាភាពបានដឹងផងឃើញផងឮផងហើយចេញចាក់ផ្ទះទៅប៊ូបពិតមហារាជធម្មទេសទី4ព្រះមានជោគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយថាសត្វលោកមានតែសេចក្តីខ្វះខាតមិនចេះឆ្អែតសុទ្ធតែជាខ្ញុំរបស់តណ្ហាដូច្នេះដែលអាត្មាភាពបានដឹងផងឃើញផងឮផងហើយចេញចាក់ផ្ទះទៅប៊ូបពិតមហារាជធម្មទេសទាំង4យ៉ាងនេះឯងដែលព្រះមានជោគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយជាធម៌ដែលអាត្មាភាពបានដឹងបានឃើញបានស្ដាប់ហើយចេញចាក់ផ្ទះចូលទៅកាន់ភ្នោះព្រះបាទក៏រាប់ជាក់ត្រាស់សួរថាព្រះរដ្ឋបាលដ៏ចម្រើនសម្ដែងថាសត្វលោកមិនទៀងតែងត្រូវជារានាំចូលទៅរកមរណៈបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីនៃភាសិតនេះតើខ្ញុំត្រូវយល់ដោយប្រការដូចម្ដេចថ្វាយព្រះពរមហារាជការដែលមហាបពិតមានប្រជញ្ញចូលក្នុងរវាង20ឆ្នាំផងគ្រប់20ឆ្នាំហើយផងបានស្ទាត់ខាងវិជាដំរីផងស្ទាត់ខាងវិជាសេះផងស្ទាត់ខាងវិជារត់ផងស្ទាត់ខាងវិជាធ្នូផងស្ទាត់ខាងវិជាដងដាវផងបរិបូរដោយកម្លាំងព្រះឧរុផ្លូវបរិបូរដោយកម្លាំងព្រះពិហុដើមដៃអង្គអាចចុះសង្គ្រាមបានតើព្រះអង្គសម្គាល់សេចក្តីក្នុងពេលនោះថាដូចម្ដេចបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនការដែលខ្ញុំមានអាយុចូលក្នុងរវាង20ឆ្នាំផងគ្រប់20ឆ្នាំហើយផងបានស្ទាត់ខាងវិជាដំរីផងស្ទាត់ខាងវិជាសេះផងស្ទាត់ខាងវិជារត់ផងស្ទាត់ខាងវិជាធ្នូផងស្ទាត់ខាងវិជាដងដាវផងមានកម្លាំងផ្លូវមានកម្លាំងដៃអង្គអាចចុះសង្គ្រាមបានបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនជួនណាខ្ញុំសម្គាល់ហាក់ដូចជាអ្នកមានឫទ្ធិមិនសម្គាល់ឃើញអ្នកណាថាស្មើដោយកម្លាំងរបស់ខ្លួនបានមហាបពិតព្រះអង្គសម្គាល់សេចក្តីនោះដូចម្ដេចឥឡូវនេះព្រះអង្គបរិបូរដោយកម្លាំងព្រះឧរុបរិបូរដោយកម្លាំងព្រះពិហុអង្គអាចចុះសង្គ្រាមបានដោយការពីដើមយ៉ាងនោះដែរឬបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនហេតុនោះមិនដូច្នេះទេឥឡូវនេះខ្ញុំជារាហើយចម្រើនដោយវ័យចាស់មានអាយុច្រើនដល់នៅសេចក្តីថមថយដោយលំដាប់វ័យខ្ញុំដល់80ឆ្នាំប្លែកហើយបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនជួនណាខ្ញុំគិតថានឹងជន់ត្រង់នេះខ្ញុំត្រឡប់ជាជន់កន្លែងឯទៀតវិញបបិទ្ធមហារាជពាក្យថាសត្វលោកមិនទៀងតែងត្រូវជារានាំចូលទៅរកមរណៈនេះឯងដែលព្រះមានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបទ្រង់ឃើញទ្រង់ត្រាស់សម្ដៅដល់ហេតុនោះដែលអាត្មាភាពបានដឹងបានឃើញបានឮហើយចេញចាក់ផ្ទះទៅប៊ូបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនហេតុដែលមិនដែលកើតលោតែកើតបានពាក្យថាសត្វលោកមិនទៀងតែងត្រូវជារានាំចូលទៅរកមរណៈដែលព្រះមានព្រះភិក្ខជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបទ្រង់ឃើញទ្រង់ត្រាស់ហើយនេះ
ប្រកាសជាទ្រង់សម្ដែងត្រូវពិតហើយបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសត្វលោកមិនទៀងតែងត្រូវជារានាំចូលទៅរកមរណៈពិតមែនបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនតែក្នុងរាជត្រកូលនេះមានពួកពលដំរីផងពួកពលសេះផងពួកពលរត់ផងពួកពលថ្មើរជើងផងចាំការពារសេចក្តីអន្តរាយដល់ខ្ញុំដែរព្រះរដ្ឋបាលដ៏ចម្រើនសម្ដែងថាសត្វលោកមិនមានគ្រឿងការពារមិនមានទីពឹងបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីនៃភាសិតនេះតើខ្ញុំត្រូវយល់ដោយប្រការដូចម្ដេចបបិទ្ធមហារាជព្រះអង្គសម្គាល់សេចក្តីនោះដូចម្ដេចព្រះអង្គធ្លាប់មានអាពាធតតែផ្ទុំដាបលើទីបន្ទុំខ្លះដែរឬបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនខ្ញុំធ្លាប់មានអាពាធតតែដាបនៅលើបន្ទុំដែរបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនជួនណាពុមិត្តអាមាត្យញាតិសាលោហិតឈរចំរោងខ្ញុំនិយាយថាព្រះបាទកោរពជាទ្រង់នឹងទីបង្គត់ឥឡូវនេះព្រះបាទកោរពជាទ្រង់នឹងទីបង្គត់ឥឡូវនេះបបិទ្ធមហារាជព្រះអង្គសម្គាល់សេចក្តីនោះដូចម្ដេចព្រះអង្គបានពុមិត្តអាមាត្យញាតិសាលោហិតទាំងនោះដោយការអង្វរឲ្យជួយថាពុមិត្តអាមាត្យញាតិសាលោហិតដ៏ចម្រើនរបស់អញចូលនាំគ្នាមកសូមឲ្យអ្នកទាំងអស់គ្នារំលែកយកវេទនានោះដែលជាខេត្តឲ្យខ្ញុំសោយវេទនាបានស្រាលបន្តិចដូចនេះដែរឬក៏ព្រះអង្គសោយវេទនាតែមួយព្រះអង្គឯងទេបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនខ្ញុំមិនបានពុមិត្តអាមាត្យញាតិសាលោហិតទាំងនោះដោយសេចក្តីអង្វរថាសូមឲ្យអ្នកទាំងអស់គ្នារំលែកយកវេទនានេះដែលជាហេតុឲ្យខ្ញុំបានសោយវេទនាស្រាលបន្តិចដូចនេះទេមានតែខ្ញុំត្រូវសោយវេទនានោះតែឯងប៉ុណ្ណោះបបិទ្ធមហារាជត្រង់ពាក្យថាសត្វលោកឥតមានគ្រឿងការពារឥតទីពឹងនេះឯងដែលព្រះមានជោគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដៅយកហេតុនោះដែលអាត្មាភាពបានដឹងបានឃើញបានលើកហើយចេញចាក់ផ្ទះទៅប៊ូបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនហេតុដែលមិនដែលកើតលោតែកើតបានពាក្យថាសត្វលោកមិនមានគ្រឿងការពារមិនមានទីពឹងដែលព្រះមានជោគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយនេះពេញទីជាសុភាសិតបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនព្រោះថាសត្វលោកមិនមានគ្រឿងការពារមិនមានទីពឹងពិតមែនបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនតែក្នុងរាជត្រកូលនេះមានមាសប្រាក់ច្រើនតាំងនៅលើផែនដីខ្លះតាំងនៅលើធ្នើខ្លះដែរព្រះរដ្ឋបាលដ៏ចម្រើនសម្ដែងថាសត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួនត្រូវតែលះបង់របស់ទាំងពួងទៅដូច្នេះបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីនៃភាសិតនេះតើត្រូវយល់ដោយប្រការដូចម្ដេចបបិទ្ធព្រះរាជសម្ភារព្រះអង្គសម្គាល់សេចក្តីនោះថាដូចម្ដេចឥឡូវនេះព្រះអង្គបានឆ្អែតស្កប់ស្កល់គ្រប់សពឲ្យគេបម្រើដោយកម្មគុណទាំង5យ៉ាងណាតទៅលោកខាងមុខទៀតព្រះអង្គនឹងបានដោយបំណងថាអាត្មាអញគង់បានឆ្អែតស្កប់ស្កល់សពគ្រប់ឲ្យគេបម្រើដោយកម្មគុណទាំង5នេះឯងយ៉ាងនោះទៀតដែរឬក៏ពួកជនដទៃនឹងគ្រប់គ្រងភោគសម្បត្តិនេះជំនួសចំណែកព្រះអង្គនឹងទ្រង់ស្ដេចទៅតាមយថាកម្មបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនឥឡូវនេះខ្ញុំបានឆ្អែតស្កប់ស្កល់សពគ្រប់ឲ្យគេបម្រើដោយកម្មគុណទាំង5យ៉ាងណាដល់ទៅខាងមុខខ្ញុំនឹងមិនបានដោយបំណងថាខ្ញុំគង់បានឆ្អែតស្កប់ស្កល់សពគ្រប់ឲ្យគេបម្រើដោយកម្មគុណទាំង5នេះឯងយ៉ាងនោះទៀតទេតាមពិតពួកជនដទៃគ្រប់គ្រងភោគសម្បត្តិជំនួសចំណែកខាងខ្ញុំនឹងទៅតាមយថាកម្មបបិទ្ធមហារាជត្រង់ពាក្យថាសត្វលោកសុទ្ធតែគ្មានអ្វីជារបស់ខ្លួនត្រូវតែលះបង់របស់ទាំងអស់នេះឯងដែលព្រះមានបុណ្យជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់ត្រាស់សម្ដៅយកហេតុនោះដែលអាត្មាភាពបានដឹងផងបានឃើញផងបានឮផងហើយចេញចាក់ផ្ទះទៅប៊ូបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនហេតុដែលមិនដែលកើតលោតែកើតបានពាក្យថាសត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួនត្រូវតែលះបង់របស់ទាំងពួងទៅដែលព្រះមានបុណ្យជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយនេះពេញទីជាសុភាសិតបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនព្រោះថាសត្វលោកសុទ្ធតែមិនមានអ្វីជារបស់ខ្លួនត្រូវតែលះបង់របស់ទាំងពួងទៅមែនព្រះរដ្ឋបាលដ៏ចម្រើនសម្ដែងថាសត្វលោកសុទ្ធតែមានសេចក្តីខ្វះខាតមិនចេះឆ្អែតជាខ្ញុំនៃតណ្ហាបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនសេចក្តីនៃភាសិតនេះតើត្រូវយល់ដោយប្រការដូចម្ដេចបបិទ្ធមហារាជព្រះអង្គសម្គាល់សេចក្តីនោះថាដូចម្ដេចព្រះអង្គគ្រប់គ្រងដែនគោរុដែលជាដែនស្ដុកស្ដំហើយឬបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនខ្ញុំគ្រប់គ្រងដែនគោរុដែលជាដែនស្ដុកស្ដំមែនបបិទ្ធមហារាជព្រះអង្គសម្គាល់សេចក្តីនោះដូចម្ដេចបរិះរបស់ព្រះអង្គក្នុងទីនេះដែលគួរជឿពាក្យគួរទទួលស្ដាប់ពាក្យបានមកអំពីទិសខាងកើតបរិះនោះចូលមកគាល់ព្រះអង្គហើយក្រាបបង្គំទូលយ៉ាងនេះថាបបិទ្ធមហារាជសូមទ្រង់ព្រះមេត្តាប្រោសសូមព្រះអង្គជ្រាបខ្ញុំព្រះអង្គទើបនឹងមកអំពីទិសខាងកើតបានឃើញជនបទធំក្នុងទិសនោះជាជនបទមមួនស្ដុកស្ដំមានជនច្រើនមានមនុស្សកុះក
ក្នុងជនបទនោះមានពួកពលដំរីពលសេះពលរត់និងពលថ្មើរជើងជាច្រើនក្នុងជនបទនោះមានភ្លុកនិងស្បែកជាច្រើនក្នុងជនបទនោះមានមាសប្រាក់ដែលគេមិនទាន់ធ្វើខ្លះធ្វើរួចហើយខ្លះជាច្រើនក្នុងជនបទនោះមានបរិវារស្រីជាច្រើនព្រះអង្គអាចនឹងច្បាំងយកបានដោយកម្លាំងពលត្រឹមប៉ុណ្ណេះបបិទ្ធមហារាជសូមព្រះអង្គច្បាំងយកតើព្រះអង្គនឹងធ្វើជនបទនោះដូចម្ដេចបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនខ្ញុំត្រូវតែច្បាំងដណ្ដើមយកជនបទនោះមកគ្រប់គ្រងឲ្យបានបបិទ្ធមហារាជព្រះអង្គសម្គាល់សេចក្តីនោះថាដូចម្ដេចបរិះរបស់ព្រះអង្គក្នុងទីនេះដែលគូជាពាក្យគូស្ដាប់ពាក្យបានមកអំពីទិសខាងលិចអំពីទិសខាងជើងអំពីទិសខាងត្បូងអំពីប្រទេសខាងនីសមុទ្របរិះនោះចូលមកគល់ព្រះអង្គហើយក្រាបបង្គំទូលយ៉ាងនេះថាបបិទ្ធមហារាជសូមទ្រង់ព្រះមេត្តាប្រោសសូមព្រះអង្គទ្រង់ជ្រាបខ្ញុំព្រះអង្គទើបនឹងមកអំពីប្រទេសខាងនីសមុទ្របានឃើញជនបទធំនៅក្បែរសមុទ្រនោះជាជនបទស្ដុកស្ដំមមអួនមានជនច្រើនមានមនុស្សកុះកក្នុងជនបទនោះមានពលដំរីពលសេះពលរត់និងពលថ្មើរជើងច្រើនក្នុងជនបទនោះមានភ្លុកនិងស្បែកច្រើនក្នុងជនបទនោះមានមាសប្រាក់ដែលគេរចនាហើយខ្លះមិនទាន់រចនាខ្លះជាច្រើនក្នុងជនបទនោះមានបរិវារស្រីច្រើនព្រះអង្គអាចច្បាំងយកដោយពលត្រឹមប៉ុណ្ណេះបបិទ្ធមហារាជសូមព្រះអង្គច្បាំងយកតើព្រះអង្គនឹងធ្វើជនបទនោះដូចម្ដេចបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនខ្ញុំត្រូវតែច្បាំងដណ្ដើមយកជនបទនោះគ្រប់គ្រងឲ្យបានព្រះរដ្ឋបាលថ្វាយព្រះពរថាបបិទ្ធមហារាជពាក្យថាសត្វលោកសុទ្ធតែខ្វះខាតមិនចេះឆ្អែតជាខ្ញុំនៃតណ្ហានេះឯងដែលប្រមានជោគជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដៅយកហេតុនោះដែលអាត្មាភាពបានដឹងបានឃើញបានឮហើយចេញចាក់ផ្ទះមកប៊ូបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនអស្ចារ្យណាស់បបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនមិនដែលមានឡើយពាក្យដែលថាសត្វលោកសុទ្ធតែមានសេចក្តីខ្វះខាតមិនចេះឆ្អែតសុទ្ធតែជាខ្ញុំនៃតណ្ហាដែលព្រះមានបុណ្យជាអរហន្តសម្មាសម្ពុទ្ធព្រះអង្គនោះទ្រង់ជ្រាបច្បាស់ឃើញច្បាស់ទ្រង់សម្ដែងហើយនេះពេញទីជាសុភាសិតបបិទ្ធព្រះរដ្ឋបាលដ៏ចម្រើនព្រោះថាសត្វលោកសុទ្ធតែមានសេចក្តីខ្វះខាតមិនចេះឆ្អែតសុទ្ធតែជាខ្ញុំនៃតណ្ហាមែនព្រះរដ្ឋបាលមានអាយុបានសម្ដែងធម្មទេសនេះលុះសម្ដែងធម្មទេសនេះរួចហើយទើបបានសម្ដែងគាថាពរនេះតទៅទៀតថាអាត្មាភាពឃើញពួកមនុស្សអ្នកមានទ្រព្យក្នុងលោកបានទ្រព្យកប់ចិត្តហើយមិនឲ្យទានព្រោះតែសេចក្តីវង្វេងរមែងធ្វើនៅការសន្សំព្រោះជាប់ចម្ពាក់នឹងទ្រព្យរឹងរឹតតែប្រាថ្នានៅកាមទាំងឡាយឲ្យក្រៃលែងទៅទានព្រះរាជាប្រាប្រាមឈ្នះមនុស្សលើផែនដីហើយគ្រប់គ្រងសម្បត្តិលើផែនដីមានសមុទ្រជាទីបំផុតនៅតែមិនស្កប់នឹងប្រទេសខាងឯសមុទ្រតែងប្រាថ្នានៅប្រទេសខាងនេះសមុទ្រទៀតព្រះរាជាក្តីមនុស្សទាំងឡាយដទៃច្រើនក្តីតែមិនទាន់អស់តណ្ហាហើយរមែងចូលទៅកាន់សេចក្តីស្លាប់មានសភាពជាអ្នកមានសេចក្តីខ្វះខាតតែមិនទាន់លះបង់នៅរាងកាយឡើយឈ្មោះថាសេចក្តីឆ្អែតឆ្អន់ដោយកាមទាំងឡាយរមែងមិនមានក្នុងលោកជាដាច់ខាតពួកញាតិរំសាយសក់ទាំងឡាយហើយកន្ទុកន្ទិញនឹងអ្នកស្លាប់នោះថាអោណញាតិយើងស្លាប់ហើយយកបុគ្គលស្លាប់នោះដែលរុំដោយសម្ពុតនាំទៅដល់ជើងថ្កល់ហើយដុតក្នុងទីនោះបុគ្គលស្លាប់នោះលះបង់ភោគៈទាំងឡាយនៅតែសម្ពុតមួយត្រូវគេចាក់ដោយឈើសូលត្រូវភ្លើងឆេះគ្រឿងការពារទាំងឡាយរមែងមិនមានដល់បុគ្គលស្លាប់ទេមានតែពួកញាតិមិត្តឬពួកសម្លាញ់ជាទាយាទនាំយកទ្រព្យរបស់បុគ្គលស្លាប់នោះទៅចំណែកសត្វក៏ទៅតាមយថាកម្មទ្រព្យបន្តិចបន្តួចរមែងមិនទៅតាមបុគ្គលស្លាប់ឡើយពួកកូនប្រពន្ធទ្រព្យនឹងដែនក៏មិនជាប់តាមទៅទេបុគ្គលមិនបានអាយុវែងព្រោះទ្រព្យទេទាំងមិនមែនលះបង់ជារាបានព្រោះទ្រព្យដែរអ្នកប្រាជ្ញពោលថាជីវិតនោះតិចពេកណាស់មិនទៀងទាត់មានសភាពប្រែប្រួលជាធម្មតាពួកអ្នកស្រុកស្ដំក្តីអ្នកកំសត់ក្តីតែងពណ៌ត្រូវនៅសម្ផស្សស្លាប់ទាំងពីលទាំងប្រាជ្ញក៏ពណ៌ត្រូវដូចនេះដែរតែថាមនុស្សពីលរមែងដេកទាំងតក់ស្លុតព្រោះសេចក្តីល្ងងចំណែកអ្នកប្រាជ្ញបើទុកជាពណ៌ត្រូវសម្ផស្សស្លាប់ក៏មិនញាប់ញ័រឡើយព្រោះខេត្តនោះបុគ្គលបានដល់អរហត្តផលជាទីបំផុតកិច្ចក្នុងលោកនេះដោយបញ្ញាណាបញ្ញានោះប្រសើរពិសេសជាងទ្រព្យព្រោះតែខ្លួនមិនតាន់ដល់កិច្ចជាទីបំផុតពួកជនរមែងធ្វើអំពើអាក្រក់ក្នុងភពតូចនិងភពធំទាំងឡាយព្រោះតែសេចក្តីវង្វេងបុគ្គលរមែងចូលទៅកាន់គល់ផងកាន់លោកខាងមុខផងព្រោះដល់នៅការអន្ទោលទៅតគ្នាបុគ្គលអប្រាជ្ញាជឿបុគ្គលនោះក៏ចូលទៅកាន់គល់ផងកាន់លោកខាងមុខផងចោលកាន់ធរអាក្រក់ដែលគេចាប់បានត្រង់កន្លែងទីតត្រូវគេបៀតបៀនព្រោះកម្មរបស់ខ្លួនយ៉ាងណាពួកសត្វកាន់ធរអាក្រក់លះលោកនេះទៅហើយរមែងក្តៅក្រហាយព្រោះកម្មរបស់ខ្លួនក្នុងលោកខាងមុខយ៉ាងនោះដែរព្រោះតែកម្មទាំងឡាយដ៏វិចិត្រមានរសឆ្ងាញ់និងជាទីរីករាយដល់ចិត្តតែញោមញីនៅចិត្តដោយសភាវៈផ្សេង
បបិទ្ធមហារាជព្រោះហេតុនោះអាត្មាភាពឃើញទោសក្នុងកាមទាំងឡាយហើយបានជាបួសមនុស្សទាំងឡាយទាំងក្មេងទាំងចាស់លុះបែកធ្លាយសរីរៈហើយរមែងជ្រុះចុះដូចជាផ្លែឈើទាំងឡាយបបិទ្ធមហារាជអាត្មាភាពបានយល់ច្បាស់នៅហេតុនេះថាសមណភាពជាការប្រតិបត្តិមិនខុសប្រសើរជាទីបំផុតដូច្នេះបានជាបួសចប់រដ្ឋបាលសូត្រទី2សូមអនុមោទនា